តើអ្នកណាអាចស្មានបានថាសមត្ថភាពរបស់ពពែភ្នំខ្លាំងដល់ថ្នាក់នេះវាអាចបោកបញ្ឆោតខ្លារខិនព្រិលដែលជាកំពូលអ្នកប្រមាញ់ឲ្យវិលមុខបានសកម្មភាពរបស់វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ខ្លារខិនព្រិលត្រូវបានគេស្គាល់ថាជាអ្នកលបពវីឆ្មក់ដ៏សាហាវបំផុតនៅតំបន់ភ្នំតកកដោយពួកវាច្រើនតែសំងំនៅតាមច្រាំងថ្មចោតខ្ពស់ៗដើម្បីចាំវាឆ្មក់សម្លាប់សត្វដទៃប៉ុន្តែលើកនេះវាបានជួបនឹងគូសត្រូវដ៏ខ្លាំងហើយទោះត្រូវខ្លារខិនលបប្រវ័យប្រហារភ្លាមពពែភ្នំមិនស្លន់ស្លោឡើយវាបានលោតចុះពីច្រាំងថ្មគេចខ្លួនបានយ៉ាងជោគជ័យនិងរត់ទៅពួនក្នុងចន្លោះថ្មយ៉ាងលឿនខ្លារខិនព្រិលមានអារម្មណ៍មិនសុខចិត្តហើយក៏បានចាប់ផ្ដើមការវាយប្រហារជាលើកទី2ប៉ុន្តែជំនាញឡើងភ្នំដែលវាមានមោទនភាពនោះបើប្រៀបនឹងពពែភ្នំគឺនៅមានកម្រិតឆ្ងាយណាស់តាមពិតទៅពពែភ្នំគឺជាកំពូលអ្នកឡើងភ្នំដ៏ពូកែបំផុតពួកវាវឹកហាត់លើច្រាំងថ្មចោតតាំងពីតូចដែលធ្វើឲ្យការដើរឬរត់លើច្រាំងថ្មបញ្ឈរ90ដឺក្រេគឺជាកិច្ចការដ៏សាមញ្ញសម្រាប់ពួកវាជាមួយគ្នានេះដែរពួកវាមានលក្ខណៈពិសេសពីកំណើតគឺម្រាមជើងអាចបំបែកចេញពីគ្នាបានដែលធ្វើឲ្យពួកវាអាចជន់ជាប់នឹងថ្មបានយ៉ាងរឹងមាំបំផុតទោះបីជាមានប្រហោងតូចមួយក៏ដោយសារតែជំនាញពិសេសនេះទើបពពែភ្នំអាចគេចផុតពីគ្រោះថ្នាក់បានយ៉ាងងាយស្រួលក្រៅពីនេះពួកវាក៏មានភាពឆ្លាតវៃខ្លាំងក្នុងការប្រើប្រាស់ភូមិសាស្ត្រដើម្បីវាយបកវិញដែរខ្លារខិនព្រិលជាច្រើនដែលព្យាយាមលបវាយប្រហារត្រូវបានពួកវាធាក់ទម្លាក់ពីលើច្រាំងថ្មប៉ុន្តែនៅតែមានខ្លារខិនខ្លះសុកចិត្តប្រថុយគ្រោះថ្នាក់ដើម្បីចំណីអាហារក្នុងរូបភាពនេះខ្លារខិនព្រិលដែលកំពុងស្រែកឃ្លានពីរបានសហការគ្នាដេញបង្គាតពពែភ្នំឲ្យទាល់ច្រកដោយព្យាយាមបុកនឹងថ្មដើម្បីឲ្យពពែភ្នំសន្លប់ប៉ុន្តែសមត្ថភាពធន់នឹងការប៉ះទង្គិចរបស់ពពែភ្នំគឺខ្លាំងបំផុតខ្លារខិនខំប្រឹងយ៉ាងខ្លាំងតែមិនបានលទ្ធផលថែមទាំងស្ទើរតែធ្វើឲ្យខ្លួនឯងសន្លប់ទៀតផងហើយចុងក្រោយក៏ត្រូវទទួលបរាជ័យចុះចំពោះពពែភ្នំដែលមានសមត្ថភាពខ្លាំងក្លាបែបនេះតើអ្វីទៅជាសត្រូវធម្មជាតិពិតប្រាកដរបស់វាតើបងប្អូនគិតយ៉ាងណាដែរសម្រាប់វីដេអូមួយនេះជួយ comment ម្នាក់មួយផងសូមអរគុណ